បាទសូមជម្រាបសួរបងប្អូនកសិករទាំងអស់ជាពិសេសបងប្អូនដែលធ្វើចំការនេះគឺជាវិធីផ្សំមេឃក្រូចឆ្មាក្រូចសើចក្រូចពោធិ៍សាត់ក្រូចអីក៏បានដែរឬដើមឈើផ្សេងដែលយើងអាចធ្វើបែបនេះបាទយើងយកដីដំបូងដែលដីវាមានជីវជាតិតិចដីដែលយើងប្រើហើយដោយតាមគល់ឈើគល់អីចឹងយកមកធ្វើដូចនៅក្នុងរូបភាពចឹងបាទគឺធ្វើដីឲ្យម៉ត់រួចយើងលាយទឹកលាយមកល្មមកុំឲ្យវាជោកពេកតែកាលណាវាជោកពេកគឺឯដើមដែលយើងផ្សំហ្នឹងវាអត់ដុះឫសល្អទេបាទគឺវាធ្វើឲ្យរលួយដូច្នេះយើងលាយទឹកវាឲ្យវាល្មមរួចហើយសង្កត់វាឲ្យណែនមែនទែនមកតាមដែលធ្វើបានគឺសង្កត់វាឲ្យណែនមែនទែនរួចហើយយើងកាត់បាទកាត់យកមេឃដូចជាមេឃក្រូចឆ្មាមេឃក្រូចមេឃអ្វីក៏បានដែរដែលយើងត្រូវការផ្សំរួចហើយយើងកាត់រើសយកមេឃដែលវាចាស់ល្មមបាទចាស់មកល្មមដូចជាយើងឃើញអាត្រួយខាងលើវានៅខៀវអញ្ចឹងអាក្រោមវារាងចាស់ពណ៌រាងខៀវចាស់នេះយើងអាចកាត់មកបានបាទអាចប្រៀបធៀបបានអានេះគឺផ្សំហើយបាទដើមនឹងគាត់យកមកឲ្យមើលហ្នឹងគឺផ្សំហើយនៅពេលយើងកាត់បាទយើងត្រូវប្រើកត្រៃដែលវាមុតបាទអាកត្រៃអត់មុតហ្នឹងយើងកាត់អត់កាត់ទេព្រោះវាធ្វើឲ្យអាមេឃដែលយើងកាត់ហ្នឹងវាស្ញាញវាធ្វើឲ្យពេលយើងផ្សំហ្នឹងវាអត់ដុះឫសល្អទេបាទណាយើងត្រូវប្រើកត្រៃដែលមុតគឺកាត់ប៉ុតតែម្ដងបាទកាត់ពេលកាត់រួចហើយយើងត្រូវច្រឹបបើថាគឺវាបែកយើងច្រឹបវាឲ្យផ្ដាច់អាកន្លែងដែលវាបែកស្ញាញដូចបែកសម្បកវាអញ្ចឹងបាទកាត់វាចោលទៅឲ្យវាឲ្យសម្បកដែលកន្លែងយើងកាត់ហ្នឹងវាជាប់គ្នាមកឲ្យឃើញស្ញាញទេបាទរួចហើយយើងកាត់បន្លាវាចេញហើយបន្លាហ្នឹងដល់ពេលយើងយកថង់មកគ្របហ្នឹងតែវាធ្លាយតែបន្តិចហ្នឹងក៏វាធ្វើឲ្យឫសដែលយើងត្រូវឫសដែលវាដុះហ្នឹងក៏វាអត់ដុះដែរបាទត្រូវកាត់ឫសហ្នឹងឲ្យអស់បាទកាត់វាអស់ដូចក្នុងរូបភាពកាត់ឲ្យមើលអញ្ចឹងហើយពេលកាត់ហ្នឹងมันចំពោះថាត្រូវកាត់នៅផ្នែកណាទេបាទកាត់តាណាក៏បានដែរសំខាន់គឺកុំឲ្យវាបែកតែប៉ុណ្្នឹងឯងបាទកុំឲ្យវាបែកស្ញាញតែប៉ុណ្្នឹងឯងបាទហើយដល់ពេលយើងដោតចូលអត់មានយកអាមេឃហ្នឹងមកដោតចូលទេបាទគឺយើងយកចុងកត្រៃវាស់វា3ភាគពីមាត់កែវបាទឲ្យមកឲ្យវាសល់2ភាគពីគូតកែវមក3ភាគពីមាត់កែវចុះក្រោម2ភាគពីគូតកែវខាងក្រោមឡើងលើបាទហើយបើថាយើងដាក់វាដល់អញ្ចឹងគឺឫសវាចេញអត់ល្អទេបាទហើយចាំមើលគាត់ដោតឲ្យមើលបាទវិធីដោតគាត់វាស់ក្រោយពីវាស់ហើយក៏យកចុងកត្រៃយើងដោតឲ្យលិចឲ្យដល់មេដៃដែលយើងចាប់វាស់ហ្នឹងទៅបាទហើយយើងគៀកវាបន្តិចមកបាទគៀកតិចបាទកុំគៀកខ្លាំងពេកដីវាបែកបាទធ្វើប៉ុណ្្នឹងទៅបាទវាស់តាមបរិមាណហ្នឹងຂະຫນាតប៉ុណ្្នឹងបាទហើយកែវអាចធ្វើតាំងពីកែវ5អន8អនដល់10អនបាទស្រេចតែយើងចង់ដាក់កែវប៉ុណ្ណាក៏បានដែរប៉ុន្តែយកកែវដែលថ្លាបាទកែវពណ៌អញ្ចឹងវាអត់សូវល្អទេព្រោះវាសង្គ្រោះពន្លឺអត់សូវល្អធ្វើឲ្យឫសវាដុះយឺតបាទដល់ពេលយើងដោតចូលរួចហើយប្រើមេដៃយើងទាំងសងខាងហ្នឹងសង្កត់បាទសង្កត់ធ្វើម៉េចឲ្យណែនបាទសង្កត់ឲ្យណែនឲ្យដីនឹងណែនហើយឲ្យជាប់នឹងអាមេឃដែលយើងដោតចូលហ្នឹងធ្វើម៉េចសង្កត់ឲ្យណែនបាទគាត់វាណែនវិធីមើលថាវាណែនមិនណែនគឺយើងយកដៃចង្អុលយើងហ្នឹងគៀសចុងវាបាទគៀសចុងវាអញ្ចឹងទៅបាទបើគល់វាអង្គើតែវាអត់ណែនតែបើគល់វាអង្គើតែថាប្រើបានអូខេបាទហើយយើងប្រើថង់ដែលច្រកហ្នឹងគឺថង់6x10តាមຂະຫນាតកែវដែលយើងប្រើបាទនេះគឺជាវិធីច្រកថង់ចូលបាទច្រកថង់ចូលពីលើបាទយើងច្រកពីលើបាទច្រកពីលើចូលបាទបែបនេះបាទណាច្រកបែបនេះរួចហើយយើងមានកស៊ូកប្រើពីសរសៃទេតែកាលណាយើងប្រើវារឹតខ្លាំងពេកគឺវាធ្វើឲ្យបែកដីវាក៏អត់ល្អដែរបាទប្រើពីសរសៃបាទប្រើពីសរសៃវិធីដាក់ច្រកចូលចាប់បែបនេះបាទធ្វើដូចគាត់បាទដៃមកខាងយើងចាប់ចេញមកយើងសួមយើងច្រកវាចូលបែបនេះបាទនេះបាទច្រកបែបនេះគឺវិធីយើងដល់ពេលយើងប្រើកស៊ូកបែបនេះគឺធ្វើមកខ្យល់វាចូលក្នុងនេះទាញបែបនេះបាទដៃខាងស្ដាំចាប់គូតកែវមកបាទចាប់គូតកែវដៃខាងឆ្វេងចាប់គូតកែវមកហើយដៃខាងស្ដាំទាញវាឡើងលើបាទទាញវាឡើងព្រឺតចឹងទៅបាទគឺវាជិតដែរបាទខ្យល់វាអត់អាចចូលបានគឺយើងហាមមិនឲ្យខ្យល់ចូល